Ngàyនេះនាំអារម្មណ៍បងប្អូនមកជួបនឹងមុខម្ហូបមួយដែលប្លែកជឿថាបងប្អូនមួយចំនួនគាត់អត់បានដឹងខជើងជ្រូកសណ្តែកអង្គុយមុខម្ហូបមួយនេះវាមានដើមកំណើតនៅភូមិកណ្ដងជុងឃុំផុងស្រុកបាសែតខេត្តកំពង់ស្ពឺគឺជាម្ហូបល្បីប្រចាំខេត្តកំពង់ស្ពឺតើតមានបុណ្យទានឬមួយក៏ពិធីការកូនអីគេធ្វើថ្ងៃចុះរោងអីបានគេធ្វើមុខម្ហូបមួយនេះគឺកម្រធ្វើណាស់តួឯកសំខាន់នៅក្នុងមុខម្ហូបមួយនេះគឺសណ្តែកអង្គុយជើងជ្រូកឲ្យបងប្អូនធ្លាប់ខហើយមែនទេតែនេះរៀងប្លែកគេដាក់សណ្តែកអង្គុយជាមួយនឹងត្រចៀកកដោស្បែកជ្រូកហើយនឹងឈាមជ្រូកផងដែរបង្កើនរសជាតិឈ្ងុយដោយស្ករត្នោតខេត្តកំពង់ស្ពឺគឺជាខេត្តដែលសម្បូរដើមត្នោតខ្លាំងហ្មងអញ្ចឹងស្ករអត់បញ្ហាស្ករត្នោតខ្ញុំយកស្បែកជ្រូកហើយជាមួយត្រចៀកកដោទៅត្រាំទឹកចោលមួយលើសណ្តែកអង្គុយរបស់យើងចំនួនកន្លះគីឡូយកវាមកលីងសិនលីងរៀងឆ្អិនបន្តិចយកវាទៅត្រាំទឹកកន្លះម៉ោងឆ្នាំងឲ្យបានក្តៅដាក់ខ្លាញ់ចូលដាក់ស្ករត្នោតចំនួន1វែកកូរឲ្យបានឈ្ងុយល្អដាក់ខ្ទឹមសចូលដាក់ម្រេចមូលចូលកូរឲ្យបានឈ្ងុយទៀតអំបិលកន្លះស្លាបព្រាបាយប៊ីចេងបន្តិចទឹកត្រីកន្លះវែកកូរឲ្យបានឈ្ងុយដាក់ជើងជ្រូករបស់យើងចូលខ្ញុំប្រើជើងជ្រូកចំនួន1គីឡូ2ខាំថ្ងៃនេះចាច្បល់ចូលគ្នាឲ្យបានសព្វល្អទៅយើងបិទការូបឲ្យវាហប់បងប្អូនខឆ្នាំងដីល្អបំផុតបងប្អូនងុំហ្មងមកតវាខាំស្ករឡើងមកអញ្ចេះយើងដាក់ស្បែកជ្រូកចូលស្រង់ពីទឹកហ្នឹងបងប្អូនលាងផងណាហើយនឹងត្រចៀកកដោដាក់ចូលហើយបិទការូបទៀតវាទ្រាំហើយបងប្អូនពេលវាទ្រាំហើយយើងចាប់ផ្ដើមដាក់សណ្តែកអង្គុយចូលសណ្តែកអង្គុយហ្នឹងយើងដាក់តាមចំណង់ចូលចិត្តខ្ញុំដាក់កន្លះគីឡូខ្ញុំចូលចិត្តអញ្ចឹងបិទការូបទៀតរំងាស់វាប្រហែលកន្លះម៉ោងដាក់ឈាមជ្រូកចុងក្រោយគេរយៈពេលចម្អិនទាំងអស់1ម៉ោងណាបងប្អូនចាបានខជើងជ្រូកសណ្តែកអង្គុយរបស់អ្នកខេត្តកំពង់ស្ពឺហើយចារួចរាល់អញ្ចឹងយើងទៅភ្លក់ទាំងអស់គ្នាតើវាមានរសជាតិយ៉ាងណាដួសដាក់ចានមកបងប្អូនឈ្ងុយបាយក្តៅមកជាតិយ៉ាងណាខជើងជ្រូកសណ្តែកអង្គុយវាមានអញ្ចឹងវាមានត្រចៀកកដោវាមានស្បែកជ្រូកវាមានឈាមជ្រូកចាជាមួយនឹងសណ្តែកអង្គុយនឹងឯងតួអង្គសំខាន់ជាងគេហើយមើលទៅសំណំអត់បងប្អូននិយាយពីថាកូវិតឲ្យបងប្អូនមើលហ្នឹងចាមុននឹងឈានទៅដល់ការភ្លក់ណាតោះដល់ម៉ោងបាយល្មមនិយាយថាមួយថ្ងៃគឺញ៉ាំមួយថ្ងៃ3ពេលត្រឹមត្រូវតាមច្បាប់ធម្មជាតិអូយឆ្ងាញ់អត់វាទៅខជើងជ្រូកយើងធម្មតាក៏ថានេះញ៉ាំចំសណ្តែកអង្គុយទៅឈ្ងុយហើយក៏មានស្បែកជ្រូកហើយក៏មានត្រចៀកកដោហើមឈាមអញខ្លាំងបងអូខេចាំនេះតិចណាហើយប៉ុណ្្នឹងហើយសូមបងប្អូនកុំភ្លេច follow page ហ៊ុនឈឿន subscribe channel YouTube ហ៊ុនឈឿនបានវីដេអូថ្មីរាល់ថ្ងៃជូនពរឆ្នាំថ្មីសុខភាពល្អទាំងអស់គ្នាជម្រាបលាបាយបាយជួបគ្នាវីដេអូក្រោយរីករាយឆ្នាំថ្មី2025ទាំងអស់គ្នាសូមធ្វើដំណើរទៅណាមកណាឲ្យសុខសុវត្ថិភាពបើកបរដោយមានទំនួលខុសត្រូវ